សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកមុខម្ហូបមួយដែលអស់លុយតិចហើយហូបបានច្រើនហើយឆ្អែតគ្នាច្រើនអញ្ចឹងពុកម៉ែបងប្អូនហើយចំពោះមុខម្ហូបនេះគឺរបៀបថាត្រឡប់តកួនជាមួយសាច់ជ្រូកចិញ្ច្រាំបងប្អូនហើយម្ហូបមួយមុខនេះយើងអាចធ្វើនៅលើសាច់ជ្រូកឬក៏សាច់គោបានណាបងប្អូនចំពោះម្ហូបនេះបើគិតទៅវាអស់តា3000ទេអាចធ្វើបានហូបហើយចំពោះមុខម្ហូបនេះយើងមានជាមួយនឹងតកួនអញ្ចឹងបងប្អូនអាចនេះសាច់នេះខ្ញុំច្រាំបានតិចទេបងប្អូនទិញមកតកួនហើយមួយដុំនេះវា500បងប្អូនហើយសរុបទាំងអស់វាអស់ខ្ទង់3000ទេហើយជាមួយម្ទេសបុកបិលម្ទេសយើងបងប្អូនអានេះយើងបុកឲ្យក្លុកបងប្អូនហើយដាក់ពីចេងស្ករឲ្យហើយបងប្អូនពោះសាច់ជ្រូកឬក៏សាច់គោបងប្អូនច្រាំវាម៉ត់ចាំមកហើយចំពោះបងប្អូននិស្សិតឬក៏ទៅធ្វើទៅរៀនទៅនៅឆ្ងាយពីផ្ទះបងប្អូនអាចធ្វើអានេះយើងហូបអត់សាំទេដោយសារតាយើងរបៀបថាក្តៅអញ្ចឹងយើងហូបជាមួយបាយអញ្ចឹងបងប្អូននៅរៀនអញ្ចឹងអត់សូវជាមានចំណូលបងប្អូនអាចធ្វើបែបនេះមកដោយសារតាមុខម្ហូបនេះគឺវាចាយលុយតិចហើយឧទាហរណ៍ថាយើងទិញសាច់ជ្រូកខ្ទង់15000យើងអាចថាធ្វើហូបបានខ្ទង់ខែជាមួយសប្តាហ៍អាចទៅធ្វើបានបងប្អូនណាហើយចំពោះប្រេងចងអីគ្រឿងហ្នឹងក៏យើងមាននៅផ្ទះនៅអីស្រាប់ចឹងបងប្អូនកាត់បន្ថយចំណាយបងប្អូនហើយចំពោះបងប្អូនសម្រាប់រីកខាំអីចឹងបងប្អូនចង់សន្សំសំចៃបងប្អូនវាខ្លះមុខម្ហូបវាអត់ឆ្ងាញ់មែនប៉ុន្តែប្រភេទសាច់ហើយមានបន្លែវាមានប្រូតេអ៊ីនហើយវាមិនប៉ះពាល់ដល់សុខភាពបងប្អូនដោយសារតាបងប្អូនភាគច្រើនហេវដាក់តាមីមួយកំប៉ុងហើយអានោះវាអាចប៉ះពាល់ខ្ពះបងប្អូនណាចំពោះអាហារក្រៀមអញ្ចឹងយើងធ្វើបែបនេះចំពោះម្ហូបមួយបន្លែអីចឹងវាមានរសជាតិជួយរូបរាងកាយយើងដើម្បីឲ្យយើងនឹងមានសុខភាពល្អផងដែរអញ្ចឹងបន្លែតកួនគឺអត់ថ្លៃទេបងប្អូនបើសិនជាបងប្អូនមានទូទឹកកកបងប្អូនទិញតាមួយបាច់500រៀលហ្នឹងបងប្អូនអាចទុកឬក៏ត្រាំទឹកនៅបានយូរបងប្អូនហើយម្ហូបមួយមុខនេះគឺវាធានាថាបងប្អូនហូបអត់ចេះសាំបងប្អូនម្ហូបនេះខ្ញុំធ្លាប់ហូបខ្ទង់រយៈពេលច្រើនឆ្នាំពេលដែលខ្ញុំធ្វើការនៅឆ្ងាយផ្ទះបងប្អូនម្ហូបមួយមុខនេះខ្ញុំអាចធ្វើបានរហូតដល់ហូបសឹងរាល់ថ្ងៃនេះជាបទពិសោធន៍របស់ខ្ញុំអាហ្នឹងខ្ញុំអត់ដឹងទេហើយចំពោះបងប្អូនអាចធ្វើហូបបានហើយមើលវីដេអូខ្ញុំទៅហើយជួយ like ជួយ share ម្នាក់មួយទៅបងប្អូនយើងអាចហើយធ្វើបានហើយបងប្អូនវាអត់ពិបាកអីទេហើយមានគ្រឿងក្រៅអីច្រើនផងបងប្អូនចំពោះមុខម្ហូបនេះគឺធានាថារសជាតិអេមហើយជាមួយនឹងបាយក្តៅបងប្អូនហើយឆ្អែតមួយថ្ងៃបងប្អូនអានេះគេហៅថាដាក់ម្រះប្រូបងប្អូនត្រឡប់បងប្អូនចង់ដាក់ស្លឹកខ្ទឹមក៏បានដាក់អីក៏បានដែរតែនេះខ្ញុំមានម្រះប្រូខ្ញុំដាក់ម្រះប្រូគេហៅថាប្រភេទនឹងសាច់គោត្រូវគ្នាជាមួយម្រះប្រូបងប្អូននេះតនេះបងប្អូនណារសជាតិនឹងតែអេមបងប្អូនអាចធ្វើហូបបានហើយបងប្អូនជួយ like ជួយ share មួយដើម្បីឲ្យខ្ញុំធ្វើវីដេអូបន្ថែមទៀតដើម្បីចែករំលែកចំណេះដឹងថ្មីទាក់ទងជាមួយនឹងការធ្វើម្ហូបផ្សេងក៏ដូចជាបងប្អូននិស្សិតឬក៏ធ្លាប់ឡើងទៅរៀននៅទីក្រុងអីបងប្អូនអាចធ្វើម្ហូបមួយមុខនេះគឺធានាថារសជាតិដិតអារម្មណ៍បងប្អូនណាមើលតារូបរាងខាងក្រៅហ្នឹងដឹងតាស្រក់ទឹកមាត់ហើយបងប្អូនហើយចំពោះមុខម្ហូបនេះគឺធ្វើរួចរាល់ហើយបងប្អូនសង្ឃឹមថាបងប្អូននឹងជួយ like ជួយ share ម្នាក់មួយដើម្បីឲ្យខ្ញុំបាទធ្វើមុខម្ហូបថ្មីបន្តទៀតដើម្បីឲ្យជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាជាចុងក្រោយក៏សូមអរគុណឆ្នាំថ្មីនេះសូមជួបតែសំណាងល្អទាំងអស់គ្នាដោយសារតាខែថ្មីថ្ងៃនេះថ្ងៃទី1អញ្ចឹងបងប្អូនជួបពោបងប្អូនលុយកាក់ហូរចូលទាំងអស់គ្នាអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ